ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីបងស្រីម្នាក់ដែលគាត់នឹងចែករំលែកអំពីរឿងរ៉ាវមួយតាក់ទងទៅនឹងវិញ្ញាណសពតៃហោងលងបន្លាចគាត់ក៏ដូចជាក្រុមគ្រួសាររបស់គាត់រឿងរ៉ាវមួយនេះគឺចែករំលែកដោយបងស្រីម្នាក់គាត់ឈ្មោះបងច្រឹបរឿងរ៉ាវនេះកើតឡើងកាលពីឆ្នាំ2005ចឹងបងប្អូនប្រកាសជាចង់ដឹងថាតើបងច្រឹបនឹងជួបរឿងរ៉ាវអ្វីខ្លះបានគាត់ចែករំលែករឿងនេះដល់ខ្ញុំទៅស្ដាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាមុននឹងចូលដល់រឿងរ៉ាវដែលបងច្រឹបបានចែករំលែកដល់ខ្ញុំសូមធ្វើការខន្តីអភ័យទោសដល់បងប្អូនទុកជាមុនដោយសារតែខ្ញុំមិនអាចប្រាប់ខេត្តឬក៏ស្រុករបស់បងច្រឹបបាននោះទេដោយសារតែតំបន់នៃសហគមន៍ដែលបងច្រឹបរស់នៅកាលពីឆ្នាំ2005រហូតដល់មកបច្ចុប្បន្នហ្នឹងទីតាំងកន្លែងមួយហ្នឹងគឺត្រូវបានគេធ្វើផ្ទះលើទៅហើយប៉ុន្តែអត់មានរឿងរ៉ាវឬក៏បញ្ហាអីទេគេរស់នៅបានសុខសាន្តធម្មតាក៏ប៉ុន្តែកំឡុងពេលដែលកើតហេតុថ្មីនៅក្នុងឆ្នាំ2005ហ្នឹងបងច្រឹបគាត់ជួបរឿងមិនល្អគាត់អត់ដឹងថាមានតែគាត់គ្រួសាររបស់គាត់ឬក៏អ្នកភូមិដតីទៀតគេជួបរឿងចឹងដែរឬក៏យ៉ាងម៉េចនោះទេដូច្នេះហើយគាត់សូមមិនបញ្ចេញខេត្តក៏ដូចជាស្រុកដែលគាត់រស់នៅតែម្ដងទៅហើយរឿងមួយនេះក៏តាក់ទងទៅនឹងអបិយជំនឿនៅក្នុងខេត្តនិងស្រុករបស់គាត់រស់នៅផងដែរឥឡូវរឿងបងច្រឹបបញ្ជាក់បងច្រឹបគាត់ជាអ្នកខេត្តមួយហើយគាត់បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ2002ហើយបង្កើតជាក្រុមគ្រួសារដ៏តូចមួយពេលឆ្នាំ2005ហ្នឹងគឺបងច្រឹបមានកូន2កូនមួយកើតមកហើយកូនមួយទៀតគឺនៅក្នុងពោះរបស់គាត់ហើយក្រុមគ្រួសាររបស់គាត់ហ្នឹងគឺប្តីរបស់គាត់បានមានដីស្រែមួយកន្លែងវាដូចជាដីភូមិដែរដែលអាចសាងសង់ផ្ទះសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងដីភូមិរបស់យើងមានទាំងដងទឹកមានទាំងការដាំដុះដើមឈើមួយចំនួនជារួមទៅបើបងច្រឹបគាត់គិតគាត់ថាដូចជាភូមិដែលទុកចោលពីមុនអញ្ចឹងឯងគាត់ថាអាចធ្វើស្រែក៏បានអាចដាំតំណាំអីផ្សេងបាននៅនឹងអញ្ចឹងទៅអញ្ចឹងក្រោយពេលដែលគាត់រៀបអាពាហ៍ពិពាហ៍ហើយមានកូនក៏សម្រេចចិត្តថាទៅសាងសង់លំនៅឋាននៅទីតាំងដីភូមិមួយហ្នឹងតែម្ដងទៅព្រោះជាគេឪពុកម្ដាយរបស់គាត់បានចែកឲ្យគាត់និងប្តីរបស់គាត់អញ្ចឹងគាត់ទៅនៅនឹងបងច្រឹបថាពេលដែលគាត់ទៅនៅនឹងគឺគាត់មានកូន2កូនមួយកើតហើយកូនមួយទៀតកំពុងតែនៅពោះនៅក្នុងឆ្នាំ2005ហ្នឹងកូនគាត់ដូចជាកាលនោះដូចជា6ខែទេនៅក្នុងពោះហ្នឹងឯងអញ្ចឹងគាត់ក៏ទៅនៅនឹងបងច្រឹបថាកន្លែងហ្នឹងវារៀងដាច់ស្រយាលពីគេបន្តិចដោយសារតែចុះពីភូមិអ្នកស្រុកអ្នកភូមិក៏ដូចជាភូមិឪពុកម្ដាយរបស់គាត់ធ្លាប់រស់នៅពីមុនដីខ្ទង់ប្រហែលជា2គីឡូទៅ3គីឡូបានមកដល់ដីស្រែដីចកានឹងឯងហើយផ្ទះប្រជាពលរដ្ឋមានប្រហែលជា 4-5 ផ្ទះទេដូចនៅដើមភូមិចុះមកមួយអញ្ចឹងទៅពាក់កដាលមួយអញ្ចឹងទៅហើយផ្ទះគេនៅចុងនោះមួយផ្ទះបងច្រឹបមួយអញ្ចឹងទៅរបៀបបែបហ្នឹងឯងអត់ច្រើនដូចបច្ចុប្បន្នហ្នឹងទេយើងនិយាយដោយស្មោះថាវាជាទីវាលលុះត្រាតែអ្នកដែលទៅបង្កើតមុខរបរទៅថាទៅចំជ្រូកឲ្យឆ្ងាយពីភូមិកុំឲ្យស្អុយកុំឲ្យធំក្លិនដល់គេអាហ្នឹងពួកគាត់ទៅធ្វើផ្ទះរស់នៅដាច់ដោយឡែកចឹងហើយចាំមន់ចាំទីអីហ្នឹងគឺឲ្យឆ្ងាយពីគេដើម្បីកុំឲ្យមានជំងឺមែនអត់បងប្អូនហើយបងច្រឹបគាត់គ្មានចាំអីទេគាត់ថាគាត់ចង់ទៅរស់នៅនឹងជាដីផ្ទាល់ខ្លួនចង់សាងនៅគ្រួសាររបស់គាត់ផ្ទាល់ដៃគាត់ជាមួយនឹងប្តីគាត់ចឹងណាហើយឆ្លៀតដាំនេះដាច់នោះតិចតួចទៅសម្រាប់ចិញ្ចឹមជីវិតរបស់គាត់អញ្ចឹងពេលដែលគាត់ទៅរស់នៅនឹងនៅឆ្ងាយពីភូមិប្រហែលជា2គីឡូទៅ3គីឡូមានកូនមីងម្នាក់ដែលនៅក្នុងភូមិពីមុនគាត់អាសានិយាយលេងជាមួយក្មេងស្រីម្នាក់ហ្នឹងមែនតើក្មេងស្រីម្នាក់ហ្នឹងគាត់ស្មាទោសចោះគាត់សតិអត់គ្រប់ទេនិយាយដឹងខុសដឹងត្រូវពេលខ្លះក៏ស្គាល់មនុស្សម្នាគ្រប់គ្រាន់ពេលខ្លះក៏គាត់វិកលចរិតលែងស្គាល់នេះស្គាល់នោះចឹងទៅហើយជាទម្លាប់របស់គាត់តែងតែជិះកង់មកលេងនៅដីភូមិបងច្រឹបហ្នឹងឯងខ្ញុំសូមបញ្ជាក់បន្តិចថាទល់មុខនឹងដីភូមិបងច្រឹបហ្នឹងគឺមានស្រះទឹកមួយស្រះទឹកហ្នឹងទំហំ
ទៅតឹងប្រហែលជា6 ម៉ែត្របដោយប្រហែលជា8 ម៉ែត្រហ្នឹងឯងដែលគេជីកនៅស្រែមួយទល់មុខហ្នឹងដីភូមិរបស់គាត់តែម្ដងគឺរបៀបបែបហ្នឹងហើយក្មេងស្រីម្នាក់ដែលសតិមិនសូវគ្រប់ហ្នឹងការដែលបងច្រឹបនៅក្នុងភូមិក្មេងស្រីម្នាក់តែងតែមកលេងជាមួយនឹងបងច្រឹបហើយបងច្រឹបថាក្មេងម្នាក់ហ្នឹងគឺស្រឡាញ់ចូលចិត្តកូនគាត់ណាត្បិតតែគ្នាសតិមិនគ្រប់មែនប៉ុន្តែគ្នាអាសាមកលេងជិះកង់ជិះអីមកលេងចឹងតាខ្ញុំសូមនិយាយអំពីក្មេងស្រីម្នាក់ហ្នឹងបន្តិចមិនមែនជាការប្រកាន់ឬក៏ការសោកចំអកអីទេគាត់សតិអត់គ្រប់ពិតប្រាកដមែនក៏ប៉ុន្តែគាត់អាចជិះកង់បានអាចជិះម៉ូតូបានទៀតគាត់ថាមានពេលវេលាមួយជិះម៉ូតូម្ដាយរបស់គាត់ជិះពីស្រុកគាត់ដល់ខេត្តណាបងប្អូនរឆ្លេឆ្លាពេញភូមិពេញស្រុកសួរទៅគេថាឃើញជិះម៉ូតូទៅខេត្តបាននាំគ្នាទៅតាមឃើញគាត់ទៅខេត្តមែនជិះម៉ូតូរហូតដល់អស់សាំងបងប្អូនបើសិនជាម៉ូតូនឹងមិនអស់សាំងមិនដឹងថាក្មេងស្រីមិនအောင်ជិះដល់ណាទេខ្ញុំហៅក្មេងស្រីនេះខ្ញុំហៅតាមបងច្រឹបទេធៀបពិតទៅប្រហែលជាគាត់អាចនឹងអាយុច្រើនក៏អាចថាបានដែរពីព្រោះជំនាន់ឆ្នាំ2005ហ្នឹងគាត់អាយុបើបងច្រឹបសន្និដ្ឋានមើលអាយុគាត់ប្រហែលជា7 8 9 10អស់ហើយណាគាត់ធំហ្នឹងកំមុំតែសតិគាត់មិនសូវគ្រប់គឺអញ្ចឹងហើយអញ្ចឹងងាកមកដល់រឿងបងច្រឹបវិញដោយសារតែបងច្រឹបគាត់នៅដាច់ពីភូមិគេហើយគាត់មានកូន2កូនមួយហ្នឹងគឺកូនប្រុសដែលកើតមកហើយហ្នឹងគឺក្មេងស្រីម្នាក់នោះស្រឡាញ់កូនបងច្រឹបអាសាមកលេងអាសាមកពោអីចឹងទៅប៉ុន្តែបងច្រឹបក៏មិនអោយដាច់ពីភ្នែកដែរខ្លាចយកទៅលេងណានហើយទៅជលក់ទឹកស្រះងាប់បាត់ទៅក៏វាមិនមែនជារឿងល្អសម្រាប់គ្រួសារគាត់ដែរចេះតែមើលឲ្យជាប្រចាំហើយក្មេងស្រីហ្នឹងជីកមកលេងចឹងទៅចេញពីផ្ទះគាត់ទៅជួនកាលជីកទៅវាលទៅចុងភូមិអីទៅចូលផ្ទះអ្នកដតីផ្សេងទៀតហើយគេអត់ប្រកាន់គាត់ទេសតិគាត់មិនគ្រប់ពិតប្រកបមែនក៏ប៉ុន្តែគាត់មិនដែលរោរឿងវាយដំច្រំធាក់ជេរបតិចផ្ដាសាណាទេម៉ោងបាយយើងឲ្យបាយក៏គាត់ហូបទៅបើយើងមិនឲ្យទេគាត់ក៏ជិះកង់ចេញទៅហូបបាយនៅផ្ទះគាត់វិញទៅជាទម្លាប់របស់ក្មេងស្រីម្នាក់នោះគឺបែបហ្នឹងមានពេលវេលាមួយនៅក្នុងឆ្នាំ2005ដូចខ្ញុំបញ្ជាក់បងប្អូនតែបងច្រឹបគឺទល់មុខនឹងស្រះហ្នឹងក្មេងស្រីម្នាក់ហ្នឹងបានជិះកង់មកលេងកូនរបស់បងច្រឹបម៉ោងខ្ទង់ប្រហែលជា8 ព្រឹកមកលេងមកអីហើយបងច្រឹបក៏និយាយទៅថាម៉ែអូនអើយជួយមើលកូនមីងផងជួយមើលកូនចែផងអញ្ចឹងណាមើលនៅខាងមុខទៅចែទៅធ្វើដីធ្វើចកាអីនៅខាងក្រោយបន្តិចតំណាំតណែកអីគាត់តិចតួចអញ្ចឹងទៅធៀបពិតទៅគាត់ឲ្យលេងហ្នឹងគាត់ក៏លេងទៅឃើញកូនគាត់ទេហើយក៏ឃើញប្អូនស្រីម្នាក់ហ្នឹងកំពុងតែលេងជាមួយនឹងកូនគាត់ដែរលេងបានខ្ទង់ម៉ោងប្រហែលជា10 កន្លះស្រាប់តែបាត់ក្មេងស្រីម្នាក់ហ្នឹងយើងអត់ដឹងថាគ្នាទៅណាទេបាត់ទាំងកង់បាត់ទាំងមនុស្សប្រហែលជាគាត់ត្រូវជិះកង់ដើរលេងតាមភូមិតាមស្រុកតាឃើញតែកូនគាត់ម្នាក់ឯងតែប៉ុណ្ណោះបងច្រឹបក៏អត់បានចាប់អារម្មណ៍ឬក៏ចាប់ផ្លឹកអំពីក្មេងស្រីម្នាក់ហ្នឹងដែរពីព្រោះពេលមកក៏មកទៅពេលទៅក៏ទៅអានឹងជីទលាប់របស់គាត់គឺអញ្ចឹងឯងចង់ទៅក៏ទៅចង់មកក៏មកសាច់តែចិត្តរបស់គាត់តែប៉ុណ្ណោះអញ្ចឹងគាត់អីដែរបងច្រឹបក៏មកវិញដាំបាយធ្វើម្ហូបសម្រាប់ប្តីនិងកូនរបស់គាត់សម្រាប់ហូបតាក្រោយពេលដែរហូបបាយហូបទឹកអីគ្រប់សពបែបយ៉ាងហើយបងប្អូនដឹងមិនអត់ម៉ោងខ្ទង់ប្រហែលជា12ចូលចិត្តម៉ោង1ម្ដាយរបស់ក្មេងស្រីម្នាក់ហ្នឹងក៏មកសួរបងច្រឹបសួរថាច្រឹបអើយមានឃើញកូនអ៊ីអត់ថ្ងៃហ្នឹងអត់ឃើញទៅបាយផ្ទះសោះហើយគាត់ថាអត់ដឹងទៅណាដែរអ៊ីឃើញវាលេងជាមួយអាអូនប្រហែលជាម៉ោង10ជាងក៏បាត់វាទៅឃើញវាជីកង់ទៅបាត់ប្រហែលជាវាទៅផ្ទះគេនៅភូមិខាងកើតអីចឹងណាអញ្ចឹងម្ដាយគាត់ក៏ជិះម៉ូតូអាគប់របស់គាត់ហ្នឹងតាមរផ្ទះដែរនៅអាទីវាលដាច់សញ្ញាហ្នឹងរកអត់ឃើញទេហើយក៏អត់បានចាប់ផ្លឹកទៅលើទឹកស្រះឬក៏ឃើញកង់គាត់អីដែរអត់បានចាប់ផ្លឹកទេរកអត់ឃើញម៉ោងប្រហែលជា3 រសៀលប្តីរបស់បងច្រឹបហើយក៏គាត់មិនដឹងថាគាត់ចោលភ្នែកប្រទះយ៉ាងម៉េចទេណាបងប្អូនគាត់ដើរមកខាងមុខស្រាប់តែគាត់ឃើញកង់របស់ក្មេងស្រីម្នាក់ដែលមានសតិមិនសូវគ្រប់ហ្នឹងឃើញកង់គាត់នៅហ្នឹងគាត់ក៏ឃើញអញ្ចឹងទៅគាត់ក៏មកប្រាប់បងច្រឹបថាច្រឹបកង់ពីណាគេនៅកន្លែងទឹកស្រះហ្នឹងបងច្រឹបក៏ពោកូនពោអីទាំងពោះធំប្រហែលជា6 ខែហ្នឹងហើយនឹងកូនគាត់អាទូចមួយហ្នឹងពោមកក៏ថាកង់ដូចកង់កូនអ៊ីមួយអាមីអូនអាសាមកលេងអាអូន
សតិគាត់អត់គ្រប់តែមិនក៏កង់វានៅនឹងអញ្ចឹងណាបន្តិចវាលងទឹកស្រះលងអីទៅឃើញកង់ហ្នឹងក៏ឃើញស្បែកជើងតែនៅក្នុងទឹកមកគូរៀងផ្អើលដែរគាត់ក៏ទៅទាញកង់គាត់ពីផ្ទះមកឡើងវឹងទៅចូលទៅភូមិហើយក៏ទៅប្រាប់គ្រួសាររបស់មីងម្នាក់ហ្នឹងគាត់ថាមីងខ្ញុំឃើញស្បែកជើងកូនមីងឯងនៅមាត់ស្រះមីងឯងទៅមើលបន្តិចបានអត់អញ្ចឹងក៏ឈូឆមកមានអ្នកភូមិអ្នកស្រុកដតីទៀតមកក៏គេសន្និដ្ឋានថាក្មេងស្រីម្នាក់បានលងទឹកស្លាប់បាត់ទៅហើយក៏នាំគ្នាចុះរបងសណាញ់ផងអីផងក៏ប៉ុន្តែនៅយប់មួយហ្នឹងស្រះទឹកទំហំទូចទៀតបងប្អូន6គុណនឹង8ម៉ែត្រទេក៏ប៉ុន្តែរកសាកសពក្មេងស្រីនឹងអត់ឃើញសោះរកហើយក៏រកនៅតែមិនឃើញខ្ទង់ម៉ោង10ពួកគាត់ក៏ទៅផ្ទះវិញរកអត់ឃើញទេណាហើយអ្នកភូមិអ្នកស្រុកក៏គិតថាប្រហែលជាវាផ្ដួលកង់ចោលវាបោះស្បែកជើងចោលវាដើរទៅណាទេបើសិនជាស្រះប៉ុណ្ណឹងលឹបទឹកផងយកអាស័យពីងពងចាក់ផងបងសណាញ់ផងនៅតែមិនឃើញសពចឹងមិនន័យថាប្រហែលជាគ្នាងទៅណាផ្សេងទេមិនមែនលងទឹកស្លាប់ទេសន្និដ្ឋានបែបហ្នឹងក៏ប៉ុន្តែក្នុងនាមជាម្ដាយក្នុងនាមជាឪពុកសាច់ញាតិមិនអស់ចិត្តពួកឃើញដាននៅតំណឹងហើយខ្លាចនាងជីកង់ដួលឬក៏លោតទឹកស្រះឲ្យលេងអញ្ចឹងណារបៀបបែបហ្នឹងខ្ទង់ស្អែកម៉ោងប្រហែលជា5ជាងម្ដាយរបស់គាត់ក៏មានអារម្មណ៍ថាកូនគាត់បាត់បង់ជីវិត5ជាងទៀតភ្លឺហ្នឹងបងប្អូនគាត់ជិះម៉ូតូមកមានធូបមានចេកដើម្បីមកអុជធូបសុំពីព្រោះពេលយប់មីងម្នាក់ហ្នឹងគាត់យល់សពថាកូនស្រីគាត់បានស្លាប់ហើយក្នុងសភាពសើមទឹកជូកមកឈរមុខផ្ទះប្រាប់ម្ដាយទាំងយំទៅស្រាក់ថាគាត់មកអត់រួចទេគាត់នៅក្នុងទឹកម៉ែទៅយកខ្ញុំផងអញ្ចឹងបានម៉ោង5ជាងហ្នឹងគាត់មកទៅស្រាក់តែម្នាក់ឯងហ្នឹងនិយាយទៅហើយបងច្រាប់បងអីហ្នឹងស្មានហ្នឹងគាត់ឡើងបោះផ្ទះបងអីក៏ឃើញភ្លើងម៉ូតូភ្លើងអីចឹងគាត់ដើរទៅមើលក៏ឃើញជាម្ដាយក្មេងស្រីវាក៏ចរិតនឹងឯងក៏សួរនាំថាមីងអើយមិនបានមកយកទៀនធូបជែកសំណែនអីមកសែននឹងភ្លាមអញ្ចឹងមានរឿងអីមែនគាត់ក៏ប្រាប់តាមដំណើរសាច់រឿងថាគាត់យល់សពឃើញកូនគាត់សើមទឹកជូកមកប្រាប់ថាគាត់ចេញពីទឹកនឹងអត់រួចទេក្នុងន័យនេះគឺគាត់សន្និដ្ឋានថាកូនគាត់បានលាចាកលោកបាត់ទៅហើយអញ្ចឹងម៉ោងខ្ទង់ប្រហែលជា5ជាងគាត់អុជធូបហើយគាត់នៅអង្គុយហ្នឹងមានបងច្រាប់ទៅអង្គុយនិយាយនាំណែនាំគាត់ចឹងទៅហើយឲ្យគាត់មកផ្ទះមកច្រាប់អង្គុយចឹងទៅម៉ោងប្រហែលជា6ជាងក៏មានក្មេងដែលគាត់ដឹកគោទៅចងស្រែកវាស់ម្ដុំទឹកស្រះហ្នឹងគឺឃើញសពរបស់កូនមីងម្នាក់ហ្នឹងគឺអណ្ដែតក្នុងទឹកអ្នកភូមិអ្នកស្រុកក៏បានមកដល់ជួយស្រង់សពគាត់ឡើងមកលើខ្នងស្រះទៅហើយក៏បានមេភូមិពជាការពារភូមិអីជំនាន់នោះមកមើលមានប៉ូលីសសមត្ថកិច្ចពិនិត្យមើលទៅថាកូនរបស់គាត់បានលងទឹកពិតប្រាកដមិនមែនជាមនុស្សឃាតឬក៏ការធ្វើឃាតពីនរណានោះទេគឺគាត់ស្លាប់ដោយខ្លួនឯងមិនមានរបួសស្នាមអីទេសពនឹងក៏បានលើកមកលើខ្នងស្រះហើយម្ដាយរបស់សាកសពនិងឪពុកបងប្អូនគេនឹងគឺមានបំណងចង់យកសាកសពនឹងមកធ្វើបុណ្យនៅស្រុកភូមិក៏ប៉ុន្តែអ្នកស្រុកនៅភូមិបានណែនាំថាមិនឲ្យយកសពបែបតៃហោងអញ្ចឹងចូលភូមិស្រុកទីបើអាចយកសពនឹងទៅតម្កល់នៅវត្តឬក៏ទៅបូជាឬកប់នឹងវត្តតាក៏ប៉ុន្តែដាច់ខាតមិនអាចហែសពនឹងចូលទៅក្នុងភូមិបាននោះទេក្នុងន័យនេះសបញ្ជាក់ថាអញ្ចេះបើសិនបើគាត់ស្លាប់នៅនឹងសូម្បីតែដង្ហែសពនឹងកាត់ភូមិក៏គេឲ្យហែដែរគេឲ្យជញ្ជូនសាកសពនឹងតាមផ្លូវកាត់ផ្លូវខាងក្រោយចូលទៅវត្តនៅផ្លូវខាងក្រោយដូចគ្នាបងប្អូនដឹងហើយថាវត្តតែងតែមានលបងហើយផ្លូវក៏អាចនឹងមាន2 3ដែរភាគច្រើននៅម្ដុំស្រះទឹកវត្តខាងក្រោយទីបច្ឆានៃការប្រចុះសពបូជាសពភាគច្រើនគឺមានវត្តមានទ្វារមួយបើសិនជានៅអង្គរអីគេហៅទ្វារខ្មោចទ្វារអីអញ្ចឹងខ្លងទ្វារខ្មោចអីចឹងនៅវត្តដូចគ្នាបងប្អូនភាគច្រើនគឺមានទ្វារបែបហ្នឹងសម្រាប់ដឹកជញ្ជូនសពតៃហោងមកតាមទ្វារហ្នឹងអញ្ចឹងស្រុកអ្នកភូមិគាត់មានជំនឿថាមិនឲ្យហែសពតៃហោងចូលភូមិចូលស្រុកទេហើយក៏មិនឲ្យធ្វើបុណ្យនៅផ្ទះដូចគ្នាខ្ញុំសូមអភ័យទោសផងដែរពីព្រោះវាជាអបិយជំនឿអ្នកស្រុកអ្នកភូមិរបស់គាត់
ដូច្នេះហើយក៏សាកសពមួយហ្នឹងมันអាចយកទៅវត្តបានដូចគ្នាมันអាចយកកាត់តាមភូមិបានដូចគ្នាមីងដែលជាម្ដាយនៃសាកសពហ្នឹងក៏ទៅសុំម្ចាស់ស្រះទៅសុំថាគាត់សុំដីម្ដុំទៅហ្នឹងបូជាសពកូនគាត់បានអត់ម្ចាស់ស្រះក៏មិនកំណាញ់ដែរសិតតអ្នកស្រុកអ្នកភូមិជាមួយនឹងគ្នាក៏សម្រេចសម្រាំងទៅគឺបូជាសពគាត់នៅនឹងតែម្ដងមានកិច្ចជាប្រសងអីធ្វើអីនឹងទៅហើយធ្វើបុណ្យនៅផ្ទះនោះទេកិច្ចគឺនៅនឹងទៅហើយខ្មោចហ្នឹងគឺរកឃើញភ្លាមសម្រេចសម្រាងគ្នាទៅក៏សុំគេបានហើយក៏បូជាភ្លាមតែម្ដងខ្ទង់ម៉ោងប្រហែលជា10ជាង11ជាងហ្នឹងឯងកណ្ដាលថ្ងៃត្រង់ហ្នឹងក៏សម្រេចថាបូជាសពហ្នឹងទៅធ្វើកិច្ចគ្រប់សពហើយក៏បូជាបងជ្រាបថាសពដែលស្លាប់ដោយលងទឹកបូជារៀងយូរហើយអានឹងរឿងបច្ចេកទេសខាងអាចារ្យភ្លុកឯងខ្ញុំសូមមិននិយាយទៅចោះប៉ុន្តែគាត់ថាដឹងតែយូរម៉ោង7 8យប់ឲ្យបូជាមិនទាន់អស់ទៀតណាចឹងហើយបងជ្រាបពេលហ្នឹងក៏គាត់ដោយសារតែពោះធំផងគាត់មិនបាននៅមើលអីចប់សពគ្រប់ទេគាត់ថាពេលដែលឃើញសពភ្លាមគាត់ក៏បានតែអឺតទៅឈ្ងោកមើលពិតប្រាកដមែននេះហើយជាអ្វីដែលគាត់បានដកដាមអារម្មណ៍ជាមួយនឹងសពនោះក្រោយពេលដែលបូជាហើយម៉ោង8ម៉ោង9ហើយគេកប់គេអីស្រះបន្លាសពគ្រប់តាអាចារ្យអីយកឆ្អឹងយកអីចឹងទៅគូសាយកឆ្អឹងទៅបាត់បងជ្រាបថានៅយប់នឹងគាត់គីញអត់លក់ទេអូនអើយបងបិទភ្នែកក៏មិនលក់បក់ក៏មិនលហើយដែរពីព្រោះអីពេលដែលបងបិទភ្នែកទៅបងតែងតែសម័យឃើញមុខក្មេងស្រីម្នាក់នឹងសម័យឃើញគ្នាជិះកង់សម័យឃើញគ្នាមកលេងកូនរបស់គាត់នឹងឯងដូច្នេះនៅយប់មួយហ្នឹងគឺវាបានផលពិតប្រាកដមែនតែកូនរបស់គាត់ដេកសុកវាសោចបលែងលេងមិនដឹងថាជាមួយនរណាទេឡើងកក្អឹកអស់ពីសោចបលែងលេងហើយក៏វាយំមកទៅហឹកតាបងជ្រាបថាអូអត់ដឹងថាយ៉ាងម៉េចទេហើយគាត់ព្យាយាមលួងលោមយ៉ាងម៉េចក៏មិនបាត់ដែរក្មេងបងប្អូនហ្នឹងថាដេកក្នុងផ្ទះយើងយងលួងលោមយើងនាំវាដើរក្នុងផ្ទះទៅមកវានៅតែយំក៏គាត់ពចេញមកក្រៅមកផ្ទះគាត់មានខាងក្នុងមានក្រៅសម្រាប់ទទួលភ្ញៀវគាត់ពមកក្រៅលួងចឹងទៅទាំងប្តីគាត់ឯងនាំគ្នាលួងដើម្បីកុំឲ្យកូនវាយំហើយជំនាន់ដែរបងចាប់រស់នៅហ្នឹងគឺអត់ទាន់មានភ្លើងអគ្គិសនីទេមានតែមកគុយអីទេហើយក៏មិនហ៊ានបើកភ្លើងចោលមកយប់ទៅភ្លឺដែរតែបើកភ្លើងចោលអស់អាគុយអស់អីចឹងមានតែអុចជាគៀងពេងកាត់ផ្លុងបងស្រាប់ថាពេលដែលគាត់កំពុងតែលួងកូនគាត់ក៏បែរមុខមកមុខផ្ទះចំស្រះទឹកដែរក្មេងស្រីមិននឹងលងទឹកគាត់ថាភ្លើងធំធីអើយភ្លើងឆេះនៅកន្លែងទួលស្រះហ្នឹងទៅមកគាត់អត់ដឹងថាជាភ្លើងអីទេប៉ុន្តែដឹងថាវាឆេះវូឆេះហាក់បីដូចជាភ្លើងនៃការបូជាសពសាកសពក្មេងស្រីដែលលងទឹកនឹងអញ្ចឹងឯងគាត់ឃើញភ្លើងនេះគាត់រៀងភ្ញាក់ដែរហើយគាត់កេះប្តីគាត់ឲ្យមើលទៀតប្តីគាត់ក៏ឃើញភ្លើងឆេះដូចគ្នាពេលហ្នឹងប្តីគាត់ក៏ប្រាប់ថាកុំមើលគីឡូមានរឿងអីផ្សេងខុសពីហ្នឹងចឹងទៅវាអាចនឹងជាពពួកអមនុស្សឬក៏ពពួកអីបង្ហាញអត្រិតអត្តពលឬក៏វាកំពុងតែស៊ីសាកសពស៊ីគម្រួងនៃសពម្ដុំទៅនឹងក៏អាចថាបានដែរអញ្ចឹងគាត់ក៏ចូលទៅក្នុងវិញហើយកូនគាត់គឺយំខ្លាំងមែនតើណាបងប្អូនយំលួងអត់បាត់ទេយំមកយប់ទល់ភ្លឺយំឡើងស្លេកមាត់ប៉ឹមដល់ថ្នាក់បងច្រឹបលួងកូនបដាយំខ្លួនឯងបដាប្តីគាត់ក៏ភ័យដូចគ្នាពីព្រោះកូនគាត់អត់ដែរយំបែបហ្នឹងទេស្អែកឡើងគាត់ក៏ទៅបន់សពក្មេងស្រីម្នាក់ហ្នឹងទៅចូលរួមបច្ច័យអីតាមហ្នឹងហើយគាត់ក៏និយាយរឿងយប់មិញហ្នឹងប្រាប់គ្រួសារនៃសពឲ្យបានដឹងគ្រួសារនៃសពក៏គេអត់មាត់អីដែរដោយសារតែសពតៃហោងគេដឹងហើយថាសពតៃហោងជំនាន់មុនវាខ្លាំងជាងជំនាន់ឥឡូវអញ្ចឹងប្រហែលជាឡងហើយដល់ពេលអញ្ចឹងគេក៏អត់អីដែរគេថាអត់អីទេចាំលោកមកចាំទទួលទឹកមុនពីលោកអីចឹងទៅដើម្បីឧបទ្រពចង្រៃឬក៏វិញ្ញាណនៃសាកសពហ្នឹងកុំឲ្យបរហាញខ្លួនឬក៏ឲ្យច្រាប់ឯងឃើញអីអញ្ចឹងប៉ុនក្មេងម្នាក់ហ្នឹងក៏ចប់គេនឹងរៀបចំដល់ប៉ុន7ថ្ងៃបងច្រាប់ថាតាំងពីថ្ងៃក្មេងហ្នឹងស្លាប់គាត់ទទួលបានរឿងបែបហ្នឹងកូនគាត់យំហើយ7ថ្ងៃហ្នឹងគឺកូនគាត់នៅអត់សុខទេវាអ៊ីអ៊ូវាហាក់បីដូចជាឃើញស្អីមួយឬក៏ស្អីមួយដែលកំពុងតែមកលេងវាគឺអញ្ចឹងឯងកូនរបស់គាត់ជំនាន់ហ្នឹងគឺអញ្ចឹងគាត់ថាអូយពវេទនាមែនតើហើយឲ្យតែយប់ជារួមទៅថាក្បាលល្ងាចពឹបថ្ងៃចាប់ផ្ដើមលិចពន្លឺភ្លឹប
ចាប់ផ្ដើមមេក្រាលគ្របដណ្ដប់នៅភពងងឹតភ្លាមបងច្រាប់ថាក្លិនឆ្ងៀមហើយនឹងបាយផ្អូមគឺជះមកខ្លួនគាត់ទៅមកគាត់ថាឆ្ងៀមមកធុយហួយបងឆ្ងៀមមែនតើដោយសារតែអាស្រះទឹកហ្នឹងគឺបាំងតែមួយខ្នល់ទេដល់ផ្ទះគាត់ណាបងប្អូនបើន័យថាខ្នល់អញ្ចឹងស្រះទឹកនៅហ្នឹងហើយផ្ទះគាត់នៅហ្នឹងបងប្អូនបើយើងសន្និដ្ឋានទៅឆ្លងខ្នល់ថាខ្នល់6ម៉ែត្រចុះឆ្លងទៅស្រះហ្នឹងថា2ម៉ែត្រទៀតចុះហើយចូលពីខ្នល់មកផ្ទះរបស់គាត់ថា10ម៉ែត្រទៀតចុះខ្ទង់ម្ដង20ម៉ែត្រពីគ្នាផងណាបើយើងស្រឡឹងទៅឃើញគ្នាចិត្តបកោយបើយើងឡើងទៅលើផ្ទះយើងឃើញស្រះហ្នឹងច្បាស់កន្លែតហ្នឹងវាអត់មានព្រៃសុបទ្រុបណាបាំងឯណាមានតែធ្វើដើមពេងខ្យល់ដើមអាកាសធាតុ3 4ដើមហ្នឹងគាត់ថាមើលឃើញច្បាស់ហើយយប់ប្រហែលថ្ងៃដែលក្មេងនឹងស្លាប់តាំងពីថ្ងៃគ្នាស្លាប់ថ្ងៃបូជារហូតដល់ថ្ងៃ7ថ្ងៃគាត់ថាធំបាយប្អូនហើយនឹងឆ្ងៀមរហូតអត់ដឹងថាស្អីទេរហូតដល់ថ្ងៃទី6នៃការស្លាប់របស់ក្មេងស្រីហ្នឹងបងច្រាប់គាត់ប៉ះមួយសាទៀតពេលហ្នឹងកូនគាត់យំខ្លាំងវាទាចុះដីបងច្រាប់ថាអត់ចុះទេកូនអត់ចុះទេវានៅតែទាអីចុះគាត់ថាពេលហ្នឹងគាត់មិនបានចុះអីមកដល់ក្រោមទេចុះបានត្រឹមតែកម្មចដាប្រហែលជា2 3កម្មចដាគាត់ក៏លេខទៅគាត់ឃើញរបៀបមនុស្សមួយទឹកឲ្យរត់ទៅបងប្អូនរត់តាមខ្នល់លឺស្នូសំឡេងរត់ទៅមកហើយគាត់ថាវាមិនឃើញស្អីគាត់ថាលឺស្នូដូចមនុស្សមួយទឹកឲ្យរត់បងប្អូនសាមួយទឹកឲ្យរត់មើលទៅវាលឺសូរសំឡេងអាទឹកបែកចេញតាមកៅអាវនឹងផងស្នាមស្នូជើងផងគាត់ថាភ្លឹបមកសទុះក៏ស្ងាត់អស់ពេលស្ងាត់គាត់ថាខ្យល់យកប្រយអាដើមកាសាវិញខ្យល់អីនៅម្ដុំស្រះហ្នឹងវូគួចយកគាត់ថាដឹងអីទេប៉ុន្តែគួចវូមកសទុះចាប់តែឃើញភ្លើងឆេះវូឆេះមកម្ដុំកន្លែងស្រះហ្នឹងគាត់ជុំស្អីគេអញ្ចេះបងច្រាប់គាត់ថយក្រាកទៅវិញហើយកូនគាត់យំបកាច់យកហ្មងយំឡើងកាំងហ្មងប្តីគាត់ក៏ជួយគក់ច្បាច់ជួយរឹតកូនមុខឡើងស្វាយបំពេមាត់ឡើងស្លេកបំបិទទ្វារបិទអីឲ្យអុចធូបសុំឲ្យធូបសុំទៅអូនហើយកុំមកលេងអូនកុំមកលេងក្មួយអញ្ចឹងអីកុំឲ្យគ្នាយំអីអញ្ចឹងណាហើយកូនរបស់គាត់មិនបានស្ងាត់ទេគឺនៅតែយំបងប្អូនដឹងមិនទេអាក្លិនដែលឆ្ងៀមក្លិនដែលបាយប្អូនហ្នឹងគឺដាមជាប់អារម្មណ៍បងច្រាប់ហ្មងសួរប្តីគាត់ក៏ធំបែបហ្នឹងដូចគ្នាយើងសួរបញ្ជាក់អញ្ចេះផ្ទះគាត់មិនបានដាំបាយប្អូនទេហើយក៏មិនបានដុតអីឲ្យឆ្ងៀមខ្លោចដែរបើសិនជាយើងនៅក្នុងភូមិអាហ្នឹងគិតថាអ្នកស្រុកអ្នកភូមិដតីគេដុតនេះដុតនោះប៉ុន្តែនេះនៅដាច់ដោយឡែកពីគេណាបងប្អូនតើក្លិនហ្នឹងមកពីណាវាជាក់ហើយថាខ្មោចនឹងកំពុងតែលងគាត់ហើយមិនមែនគាត់មិនដឹងទេគឺគាត់ដឹងជាថ្ងៃទី6របស់ក្មេងស្រីម្នាក់ហ្នឹងរហូតដល់ស្អែកឡើងថ្ងៃទី7បងច្រាប់នឹងប្តីមកគាត់ក៏បានទៅចូលរួមពិធីបុណ្យសពក្មេងស្រីម្នាក់ហ្នឹងបុណ្យ7ថ្ងៃទៅបុណ្យទៅអីហើយគាត់គិតថាប្រហែលជាក្មេងស្រីហ្នឹងលែងមកចងកម្មចងពៀគាត់យប់ទី7រឹតតែខ្លាំងឡើងយប់ទី7ម៉ោងខ្ទង់ប្រហែលជា5កន្លះថ្ងៃចាប់ផ្ដើមលិចបន្តិចប៉ុន្តែយើងនៅមើលឃើញព្រាកសម្មោលមកភ្នែកយើងអញ្ចឹងបងនៅសង្ស័យជនបទតែម៉ោងស្មានហ្នឹងចាប់ផ្ដើមធ្លាក់ងងឹតទៅម៉ោង5ម៉ោង6យើងនៅមើលឃើញទេគាត់ថាធីអើយលងបងកដាលល្ងាចទៅមកហេតុអីបងកំពុងតែ3កូននៅពេលវាក៏ត្រាក់យំវាស្រែកយំបែរមកទៅស្រះហ្នឹងទៅមកគាត់ស្រឡឹងទៅមើលទៅគាត់ថាឃើញមនុស្សស្រីម្នាក់មានរាងដាំងធំមកអូននឹងរៀងធាត់មានធំគីឡូខ្ទង់ប្រហែលជា60ជាងឈរសើមទឹកឡើងជូកឈរសើមទឹកហ្មងប៉ុន្តែអត់ហ៊ានចូលផ្ទះគាត់ទេបានតែមកឈរសើមទឹកហើយស្រឡឹងមើលគាត់ស្ទុះវឹងរត់ទៅចកានបាយទៅរកប្តីគាត់បានទៅប្រាប់ប្តីគាត់អំពីរឿងរ៉ាវថាឃើញដូចជាមីអូនលងទឹកហ្នឹងនៅឈរមកផ្ទះប្តីគាត់ក៏ចេញមកមើលពួកពេលហ្នឹងវាល្អះងឹតប្តីគាត់ចេញមកអត់ឃើញហើយគាត់មានអាដេកកេះជំនាន់អាដេកកេះបើវិញការដេកកេះផិចហ្នឹងមើលទៅអ្វីដែលប្តីគាត់រត់មកដល់មុខផ្ទះគាត់ឃើញស្នាមទឹកមែនហើយប្តីគាត់ក៏រៀងញើតដែរទាញទ្វារទាញអីបិទហើយគាត់សែកនិយាយមួយម៉ាត់ពីរម៉ាត់ទៅគាត់ដើរចូលមកផ្ទះវិញបងច្រាប់ថាគាត់ឃើញតែប៉ុណ្្នឹងមិនអស់ទេណាយប់ឡើងមិនដែលចេះយល់សពទេប៉ុន្តែយប់ទី7គឺមកបញ្យល់សពបណ្ដោយ
មកលាមកអីគាត់តាមតាណាលាអូនលាអីចឹងទៅហើយខ្ញុំចាំថាពេលហ្នឹងគាត់ពិបាកទទួលយកតែបើតែគ្នាមកលាយើងដោយសន្តិវិធីដោយក្តីស្រឡាញ់ក៏ពិតមែនក៏ប៉ុន្តែរវាងខ្មោចនិងមនុស្សវាពិបាកនឹងចូលធៀបគ្នានរណាមិនភ័យនរណាមិនខ្លាចអំពីរឿងអស់ទាំងហ្នឹងអញ្ចឹងមកចាប់ថាវាលាយើងផងវាអោបយើងផងអាឡោះអាឡៃយើងវាអាឡោះអាឡៃយើងលីហើយវាមិនអីទេអាពេលដែលវាទៅវាធ្វើកងៀកលៀនភ្នែកលៀនខំដាក់យើងឲ្យយើងរៀងខ្លាចវានៅពេលដែលយើងយកសពនោះបងស្អីបងច្រឹបគាត់ភ្ញាក់ផងកូនគាត់យំផងប្តីគាត់ក៏ចាប់ផ្ដើមព្រឺរួមបាសរួមព្រឺសបល់ពេញផ្ទះទៅបើន័យថាទទួលបានអារម្មណ៍នៃការលងបន្លាចអំពីខ្មោចក្មេងស្រីម្នាក់ដូចគ្នាក្រោយពេលនឹងហើយស្អែកឡើងក៏បងច្រឹបធ្វើជាចង្ហាន់តិចតួចដើម្បីទៅរាប់បាតប្រសងជាមួយនឹងប្តីជាមួយនឹងកូនគាត់ឲ្យស្រោចទឹកស្រោចអីទៅចាប់ពីថ្ងៃទី8នៃការស្លាប់របស់ក្មេងស្រីម្នាក់នឹងមកក៏គាត់លែងទទួលបានការលងបន្លាចអីទៀតដែរក៏ប៉ុន្តែអានឹងក៏មិនដឹងថាលងឬក៏មិនលងណាគឺថាគាត់មកពីផ្សារពីអីអញ្ចឹងក្បាលល្ងាចជីកង់មកជាមួយនឹងកូនគាត់តែងតែឮសំឡេងមនុស្សយំនៅមាត់ស្រះគឺថាយើងជីកកាត់អញ្ចឹងឮយំអញ្ចឹងហើយឮលោតទឹកភ្លុំដូចមិនដឹងថាអង្កែបឬក៏មនុស្សទេប៉ុន្តែឮសំឡេងយំល្វើយលោតទឹកភ្លុំហើយគាត់ថាមកដល់មុខផ្ទះគាត់គឺគាត់ខ្លាចជាងជីមកពីណាទៀតបងប្អូនជីមកពីវាលពីព្រៃពីផ្សារអីគឺអត់បញ្ហាតែមកដល់មុខផ្ទះខ្លួនឯងអារៀបចូលផ្ទះហ្នឹងគឺភ័យហើយបិទលបងមិនដែលក៏លេចមើលស្រះទេបិទតែលបងជីតកង់ដឹកកូនមកអញ្ចឹងគឺគាត់ថារៀងខ្លាចចូលមកជាចិត្តមួយឆ្នាំហើយពេលនោះគឺគាត់ពុះធំផងអីផងវាអាចនឹងដិតដាមអារម្មណ៍ជាងអ្នកធម្មតាអញ្ចឹងណាអញ្ចឹងរឿងបងច្រាប់ចែកម្លែកមានតែប៉ុណ្្នឹងទេដែលគាត់បានជួបនៅព្រឹត្តិការណ៍នឹងហេតុការណ៍ក្មេងស្រីសតិមិនគ្រប់ម្នាក់ដែលគាត់បានបាត់បង់ជីវិតដោយការលង់ទឹកហើយវិញ្ញាណក្មេងនោះគឺតែងតែបង្ហាញខ្លួនឲ្យបងច្រាប់ឃើញវាមិនញឹកញាប់ប្រហែលប៉ុន្តែវាឲ្យជាក្លិនឲ្យជាសម្លេងនឹងការយល់សពនឹងការឃើញតែប៉ុណ្្នឹងឯងហើយបើសិនជាយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងក៏ប្រហែលជាពិបាកនឹងទទួលយកអារម្មណ៍មួយនេះដែរខ្ញុំជឿថាអញ្ចឹងសម្រាប់បងប្អូនសម្រាប់ខ្ញុំណាខ្ញុំជឿថាអញ្ចឹងនឹងជារឿងរបស់បងច្រាប់ដែលគាត់ចែកម្លែកមានតែប៉ុណ្្នឹងហើយខ្ញុំសូមបញ្ជ្រាបរឿងគាត់បន្តិចទៀតទៅដោយសារតែខ្ញុំនិយាយពីខាងលើมันមានអបិយជំនឿមួយដែលស្លាប់ដោយតៃហោងមិនឲ្យយកចូលយកភូមិចូលស្រុកបើឲ្យធ្វើបុណ្យក៏មិនឲ្យធ្វើបុណ្យនៅផ្ទះដែរឲ្យធ្វើបុណ្យនៅវត្តនៅអីនោះនឹងខ្ញុំសូមលើកយកតំណែងបន្តិចចោះតើចង់សួរទៅបងប្អូនតើស្រុកភូមិបងប្អូនដែលមានព្រឹត្តិការណ៍នឹងហេតុការណ៍បែបហ្នឹងទេពេលដែលមាននរណាម្នាក់ស្លាប់តៃហោងមិនអាចយកសាកសពមិនអាចយកអីនឹងចូលភូមិស្រុកតើវាមានពិតប្រាកដឬអត់ហើយចំពោះនៅស្រុកភូមិខ្ញុំតាំងពីខ្ញុំកើតមកវាមានករណីខ្លះស្លាប់តាណាកប់តំណងបូជាតំណងពិតប្រាកដមែនហើយខ្លះក៏គេយកសពនឹងមកធ្វើបុណ្យនៅផ្ទះដូចគ្នាដូចកូនយាយម្នាក់ដែលគាត់ស្លាប់ដោយសារតែកើតលឿងស្លាប់ពីស្រុកមកហើយសពរបស់គាត់គឺសែងតាមភូមិហ្នឹងឯងសែងដាក់នឹងរឹងបងប្អូនដូចជាឆ្នាំបើមិន2001 2002ខ្ញុំអត់ចាំដែរឈ្មោះក្អេងហើយខ្ញុំហៅគាត់ថាក្អេងហើយផ្ទះគាត់នៅចុងភូមិហើយសពហ្នឹងចុងភូមិខាងកើតហើយសពស្លាប់នៅស្រុកពីស្រុកមកភូមិខ្ញុំដីប្រហែលជា4គីឡូដល់ភូមិហើយពីភូមិដល់ចុងភូមិនឹងដីប្រហែលជា2គីឡូទៀតអញ្ចឹងបងប្អូនគាត់សិតតែប្រុសគឺសែងសំក្អេងនឹងមកសែងមករហូតខ្ញុំក៏បានបើកសពនឹងមើលដែរសែងនឹងរឹងប៉ារ៉ាដាក់ស័យសែងអញ្ចឹងណាបងប្អូនហើយក៏មានអ្នកភូមិពេញកលាំងឃើញក៏ជួយគ្នាតាស្លាប់តៃហោដោយសារតែកើតលឿងខ្ញុំកាលនឹងការកើតលឿងខ្ញុំមិនដឹងថាជាស្អីដែរតែដឹងត្រឹមថាកើតលឿងប៉ុន្តែពោះឡើងខៀវពេលខ្ញុំបើកមើលតែមុខគាត់រៀងស្វាយប្រហែលជាខ្មោចស្លាប់ទៅនោះគឺហាយយកមកធ្វើបុណ្យនៅផ្ទះទេហើយមានអ្នកខ្លះមួយទៀតនោះគឺផ្ទះបាញ់នៅវាលគឺអត់យកមកទេគឺបូជានៅនឹងតែមកអញ្ចឹងណាបងប្អូនស្លាប់នៅវាលគឺបូជានៅវាលនឹងតែម្ដងដូច្នេះហើយវាអាចនឹងមានអបិយជំនឿស្តៀងគ្នាខុសគ្នាតិចតួចឬក៏
ជាករណីយោគយល់អ្នកភូមិអ្នកស្រុកខ្លះក៏មិនឲ្យអើមិនអើពើអីចឹងទៅក៏ធម្មតាថាចំណែកខាងវងច្រាប់គឺរៀងប្រកាន់អញ្ចឹងបន្តិចអញ្ចឹងតើសុខភូមិបងប្អូនយ៉ាងម៉េចដែរខ្ញុំអរគុណបងច្រាប់ដែលបានផ្ដល់រឿងដល់ខ្ញុំហើយអរគុណបងប្អូនដែលបានស្ដាប់រឿងនេះដល់ចប់ផងដែររាល់មតិយោបល់បងប្អូនគឺជាការពិភាក្សានិងចែករំលែកគ្នាទៅវិញទៅមកអំពីជំនឿនៃតំបន់និងសហគមន៍របស់បងប្អូនរស់នៅអញ្ចឹងខ្ញុំចង់បានចម្លើយអំពីបងប្អូនចង់បានការជជែកគ្នានៅក្នុង comment ហើយសង្ឃឹមថានឹងបានមតិទាំងវិជ្ជមានអវិជ្ជមាននៅក្នុងវីដេអូនេះដើម្បីឲ្យយើងដឹងថាតើវាមានអញ្ចឹងមែនអត់សុខភូមិខ្ញុំមានផងអត់ផងតែគឺមិនប្រកាន់អីដល់ថ្នាក់មិនឲ្យយកសមហ្នឹងទៅធ្វើបុណ្យនៅផ្ទះដែរខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា